រឿងមាយាស្ត្រីកាលពីព្រៃនាយមានបរិសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនដល់យូរទៅប្រពន្ធនោះមានសហាយនាំមកដេកជាមួយក្នុងផ្ទះស្ទើរតែរាល់ថ្ងៃមួយប្តីទៅជីកដំឡងក្នុងព្រៃដល់ថ្ងៃក្តៅចូលអាស្រ័យនៅខ្ទមញាក់តាមួយប្រពន្ធរៀបអីវ៉ាន់ទៅបន់ញាក់តានោះឲ្យទៅធ្វើប្តីឲ្យស្លាប់ទៅនឹងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមញាក់តាប្តីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមញាក់តាក៏នឹកឆ្ងល់ថាប្រពន្ធអានវាមករកអ្វីក្នុងខ្ទមញាក់តានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងរូបញាក់តាលោបស្ដាប់ប្រពន្ធប្រពន្ធក៏ចូលទៅអ៊ុតទៀនធូបហើយនិយាយបុណ្យញាក់តាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីមួយទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយអ្នកតាថាបើនាងមានសហាយហើយចង់ឲ្យអញកាច់ប្តីនាងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងប៉ងមួយសម្បុកស្ងោឲ្យប្តីនាងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្កប់ក៏ប្រញាប់វិលទៅផ្ទះរកទិញបានមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីឲ្យស្លាប់ហើយនឹងយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ហើយសួរថាគេអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់មាន់ហើយធ្វើជាឈឺដេកធ្ងរហឺមេនោះអណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យញាក់តាបង្គាប់ហើយត្បិតឮធ្ងរប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់បរោះសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំតាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសងំចាំប្តីនោះដេកខ្លួននឹងចិនពីពាងនោះទៅដេកនឹងស្រីនោះទៀតប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាមួយបន្តិចនឹងអាវស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអណាស់ត្បិតត្រូវនឹងពាក្យដែលទៅបុណ្យអ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់មកអំមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រើដូច្នោះក៏យកក្អមចិនទៅដងទឹកប្តីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើងដើរទៅយកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយនៅក្នុងពាងនោះស្លាប់បាត់ទៅហើយគាត់ចូលទៅដេកធ្វើជាឈឺធ្ងរហឺទៀតមេនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រីទឹកក្តីរុញសរសៃដោយគេដកកចេញពីពាងមកហើយក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ដេកទេអានោះនៅឆ្ងក់ដដែលមេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ទើបដឹងថាប្តីស្រេចទឹកក្តៅស្លាប់សហាយទៅហើយក៏មិនស្ដីយកគ្របពាងមកគ្របហើយយកទឹកមកឲ្យប្តីងូតប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញក្រនបាហើយហៅប្រពន្ធចូលដេកទៅលុះព្រឹកឡើងមេនោះពុំដឹងធ្វើដូចម្ដេចនឹងយកខ្មោចចិនឲ្យរួចផុតពីផ្ទះអញក៏គិតនឹកថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលោបលួចអីវ៉ាន់អ្នកផងតែសពថ្ងៃគ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចិនពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវប្រែគេឡាញយកទៅហៅជុំផ្ទះចៅទាំង4នាក់នោះឃើញហើយគិតថាជើមេនេះមានណាស់តើយប់នេះយើងនឹងទៅលួចវាឲ្យបានកុំខានសប្តាហ៍ថ្ងៃយើងស្មានតែវាក្រមេនោះក៏ហៅសម្ពុតហៅអាវប្រែនោះលុះដល់ពេលល្ងាច
យកទៅជូនគេវិញហើយយកខ្សែចងរឹតពីងខ្មោចនោះឲ្យជួបទុកឲ្យចោលចូលមកសាងយកទៅឯចៅទាំង4នាក់លុះយប់ឡើងក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញទេឃើញតែពីងមួយចងមាត់ចាប់បើកពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពីងនេះហើយបើដូច្នេះយើងត្រូវសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រែកលួចមើលអាមួយលួចដៃទៅត្រូវសក់ថាវៃសូតទេតារួចក៏ដកដៃចេញអាមួយលួចដៃទៅត្រូវស្លឹកត្រចៀកត្រឺភ្នែកច្រមុះស្រែកថាវៃខ្មោចទេអាមួយមិនជឿទេក៏លួចដៃទៅទៀតត្រូវដាមត្រូវប្រឹងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដាម្នាក់ឯងវាត្រូវគ្នាយើងចោមរោមចាប់វាហើយវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅរកទិញអីវ៉ាន់ត្បិតមានសំប៉ៅទើបនឹងមកដល់ពីស្រុកក្រៃមេនោះដោលដល់ពាក់កណ្ដាលផ្លូវក៏ជួបចៅទាំង4នាក់នេះចៅឃើញក៏នាំគ្នាចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណាស់ហើយណាក់បើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីនាយសំប៉ៅដូច្នេះមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចាយគ្នាចាយលេងចៅទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តហើយបបួនគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់ញែកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះញែកចុះទៅនឹងបាំងប្រាក់ហើយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំប៉ៅនិយាយនឹងនាយសំប៉ៅលក់ចៅទាំង4នាក់វាថាចៅនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំប៉ៅថានោះណវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសុំអ្នកចាប់វាដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់រួចបាននាយសំប៉ៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណាននាយសំប៉ៅឲ្យ1ណានកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃឲ្យចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាឲ្យទៅរកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំប៉ៅប្រៅមនុស្សឲ្យចាស់ដាក់ច្រវាក់នៅបាតសំប៉ៅអស់គ្នាទៅទាំងអស់មេនោះក៏យកប្រាក់ឡើងទៅបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះឯចៅទាំង4នាក់នាយសំប៉ៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនោះពិតជាឆ្លាតមែនវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់នាំគ្នាកាច់ច្រវាក់បាក់រត់ចេញពីសំប៉ៅដើរឡើងមកលើគោកដើរមកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំមួយដែលមេនោះដេកទៅចៅ3នាក់ឡើងដេកលើមែកដៃខ្លួនចៅម្នាក់ឡើងទៅក៏ជួបមេនោះនឿលើជង់ឈើអាចចៅនោះថាអើហាំងស្លាប់ហើយម្ដងនេះហាំងធ្លាប់តែបញ្ឆោតយើងឥឡូវហាំងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាងហើយខ្សឹបថាណាស់ហើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ដឹងយើងត្រូវយកគ្នាជាប្តីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំភឿបាបខ្ញុំអីអាចចៅនោះក៏មិនស្ដីខិតចូលទៅជិតហើយលួចដៃអបគៀកមេនោះថាអើប្អូនឯងហើយប្រាថ្នាធំបញ្ឆោតបង200ដងហើយឥឡូវបងបាននាងជាប្តីដោយសារព្រេងសំណាងយើងនិយាយហើយក៏អោបធើបមេនោះពុំប្រកែកហើយថាខ្ញុំក្រែងញាក់ស្រឡាញ់ខ្ញុំមិនស្មោះទេឯខ្ញុំស្រឡាញ់ស្មោះចិត្តមួយហើយឯចៅនោះថាបងស្រឡាញ់ស្មោះហើយអ្នកពុំដឹងចិត្តបងចង់ឲ្យបងស្វិតឬឲ្យបងធ្វើម្ដេចមេនោះថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលាតអណ្ដាតគ្នាទ
តើបមេនោះលាតអណ្ដាចហើយអោនទៅរកអាចៅនោះឯអាចៅលាតអណ្ដាចមេនោះហើយវាក៏លាតអណ្ដាចឲ្យមេនោះលាតវិញមេនោះកម្មអណ្ដាចអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮតែលលុលលលុលឯចៅ3នាក់គិតស្មានថានាយសំប៉ៅចោមចាប់ក៏លោតពីមែកឈើរត់ទៅហើយស្រែកហៅគ្នាថាវៃគ្នាយើងរត់នាយសំប៉ៅដេងហើយអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតនិយាយមិនច្បាស់ឮតែលលុលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយជារៀងតទៅរឿងដូនចាស់ក្នុងឃ្លោកកន្លងយូរមកហើយដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្តីទៅនៅស្រុកឆ្ងាយគាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយក៏ជួបនឹងកញ្ច្រោងមួយយាយចាស់អញអត់អីស៊ី10ថ្ងៃហើយយាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយកញ្ច្រោយនិយាយដូនចាស់ឆ្លើយតបថាសូមអត់ទ្រាំសិនទៅចៅសំឡាញ់អើយយាយសូមទៅសួរសុខទុក្ខកូនស្រីខ្ញុំតែមួយខែទៀតយាយនឹងត្រឡប់មកតាមផ្លូវនេះវិញដូច្នេះសូមចៅឲ្យយាយទៅសិនចុះឥឡូវនេះយាយនៅស្គមណាស់ប៉ុន្តែដល់ពេលនោះយាយនឹងធាត់ហើយចៅឯងអាចស៊ីយាយបានតាមចិត្តប្រាថ្នាកញ្ច្រោយនឹកក្នុងចិត្តថាមនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គមដូច្នេះវាក៏ឲ្យដូនចាក់នោះបន្តដំណើរទៅគាត់ក៏ស្រួតដំណើរដោយនឹកសង្ឃឹមថាគ្មានសត្វអ្វីមករារាំងគាត់ទៀតទេគាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានថងស្រាប់តាស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយក្រហមថាយាយចាស់អញអត់ចំណីចំនួន20ថ្ងៃហើយយាយឯងនឹងត្រូវក្លាយជាចំណីអញភាវនាឲ្យហើយទៅអូលោកអើយសូមដោះលែងឲ្យខ្ញុំទៅផងលោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញឥឡូវនេះខ្ញុំស្គមណាស់ប៉ុន្តែក្នុងរវាងមួយខែទៀតខ្ញុំនឹងមានសាច់ធាត់ហើយពេលនោះលោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្តប្រាថ្នាប៉ុន្តែស្ដេចស្វាមិនមែនជាសត្វងាយបោកបានដូចជាកញ្ច្រោញនិងខ្លាទេតាមបញ្ជារបស់ស្ដេចវាស្វាមួយហ្វូងមកឡោមព័ទ្ធដូនចាស់ដោយស្រែកជែកចែកផងកូនស្វាតូចមួយហ៊ានឡើងលើស្មាគាត់ហើយលោតទុំលើក្បាលគាត់ទៀតគាត់អង្វរពួកស្វាឲ្យបើកផ្លូវឲ្យគាត់ទៅតាស្ដេចស្វានិយាយថាខ្ញុំមិនជឿថាយាយឯងពិតជាត្រឡប់មកតាមផ្លូវនេះវិញទេលោកណាយាយឯងស្បត់នៅចំពោះភក្ត្រព្រះពុទ្ធនោះដូនចាស់ក៏ស្បត់ហើយគាត់ក៏បានត្រូវអនុញ្ញាតឲ្យបន្តដំណើរទៅទៀតបន្ទាប់ពីដើរយូរបន្តិចមកគាត់ក៏បានមកដល់ផ្ទះកូនស្រីហើយរស់នៅទីនោះយ៉ាងសុខសាន្តប៉ុន្តែពេលវេលាកន្លងទៅយ៉ាងលឿនហើយមួយខែក៏បានកន្លងផុតយ៉ាងឆាប់ណាស់ដែរពេលនោះគាត់នឹកដល់ពាក្យសន្យារបស់គាត់ជាមួយនឹងសត្វធំហើយប្រាប់រឿងទាំងអស់នេះទៅកូនស្រីគាត់ម្ដាយនិងកូនរួមគំនិតគ្នាហើយធ្វើគម្រោងការមួយកូនស្រីទៅយកផ្លែឃ្លោកធំពីរមកឃ្លោកមួយឈ្មោះលង្កាដែលមានរាងដូចដបហើយមួយទៀតឈ្មោះចិន្តាដែលមានរាងដូចពស់កូនស្រីដាក់ដូនចាត់ក្នុងឃ្លោកលង្កាហើយឲ្យឃ្លោកចិន្តានាំភ្លឺចេញទៅដូច្នេះឃ្លោកទាំងពីរធ្វើដំណើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែលស្វាខ្លានិងកញ្ច្រោញកំពុងរង់ចាំដូនចាស់ដោយស្រេកឃ្លានមកដល់ផ្លូវបែកមួយស្វាប្រជុំគ្នាយ៉ាងកុះកុះខុសពីធម្មតារំពេកនោះពួកស្វាឮសូរសំឡេងចម្លែកម្យ៉ាងហើយឃើញឃ្លោកចិន្តាដើរមកជិតដែលមានឃ្លោកលង្កាតាមពីក្រោយបើកផ្លូវឲ្យយ៉ាងឃ្លោកចិន្តាស្រែកឡើងតើពួកអ្នកឯងរាល់គ្នាចង់យ៉ាងម៉េចបានជាមករាំងផ្លូវយើងយ៉ាងនេះស្ដេចស្វាស្រដីយ៉ាងគួរសមដោយថយក្រោយមួយជំហាន
ពួកយើងកំពុងចាំដូនចាស់ដែលសន្យាប្រគល់ខ្លួនធ្វើជាចំណីពេលល្ងាចរបស់យើងតើអ្នកបានឃើញគាត់នៅតាមផ្លូវដែរឬទេតើយើងមានតាក់ទងអ្វីនឹងដូនចាស់ពួកអ្នកឃ្លោកចិន្តាតបយ៉ាងក្អើតជាចេញពីផ្លូវយើងឃ្លោកចិន្តានិងឃ្លោកលង្កាក៏បន្តដំណើរទៅមុខទៀតបន្តិចក្រោយមកឃ្លោកទាំងពីរមកដល់កន្លែងដែលខ្លាកំពុងរង់ចាំដូនចាស់ខ្លាបានគិតថានឹងមិនស្ដាប់សម្ដីមួយម៉ាត់របស់យាយចាស់នេះទៀតឡើយហើយប្រុងប្រៀបខ្លួននឹងលោតទៅកាច់កនិងហែកគាត់ស៊ីមួយរំពេកដំបូងសូរសំឡេងមួយបានលាន់ឮពីចម្ងាយបន្ទាប់មកខ្លាក៏ឃើញឃ្លោកចិន្តារមៀលមករកវាដោយមានឃ្លោកលង្កាតាមពីក្រោយផងបើផ្លូវឲ្យយើងឃ្លោកចិន្តាស្រែកឡើងខ្លាស្រឡំកាំងគិតអ្វីមិនយល់ក៏ជិះផ្លូវរួចភ្លាមនោះវានឹកឃើញក៏ពោលឡើងថាអូតើអ្នកបានឃើញយាយចាស់ដែលសន្យាប្រគល់ខ្លួនធ្វើជាចំណីពេលល្ងាចរបស់ខ្ញុំទេតើយើងមានតាក់ទងអ្វីនឹងដូនចាស់ពួកអ្នកឃ្លោកចិន្តាតបថាជៀសចេញពីផ្លូវយើងឃ្លោកចិន្តានិងឃ្លោកលង្កាក៏បន្តដំណើរហើរទៅពេលនោះកញ្ច្រោញបានឮសូរយ៉ានចម្លែកដែលរមៀលកាត់ព្រៃវាមានការសង្ស័យណាស់វាក៏យកថ្មស្រួចមកដាក់កណ្ដាលផ្លូវរួចវាទៅពួនចាំលុបមើលពីក្រោយឈើមួយដើមបន្តិចមកឃ្លោកចិន្តានិងឃ្លោកលង្ការមៀលមកដល់ទីនោះយ៉ាងលឿនដូនចាស់អស់សំណើចខ្លួនឯងនិងដំណើរដ៏ប៉ិនប្រសប់ដែលឃ្លោកទាំងពីរបានបំផន់ភ្នែកស្វាខ្លាហើយកញ្ច្រោញនោះក្រាក់ឃ្លោកលង្កាទន្ទាក់នឹងថ្មស្រួចហើយបែករយៈពីលើដល់ក្រោមក្រវ៉ាត់ដូនចាស់ចេញមកលើផ្លូវពេលនោះស្វានិងខ្លាបានយល់កលល្បិតដែលគេបោកវាហើយដេញតាមមកដែរចំពេលដែលកញ្ច្រោញរៀបចំស៊ីដូនចាស់ម្នាក់ឯងសត្វអីទៀតក៏រត់មកដល់ដែរដូនចាស់ដឹងថាពេលនេះគាត់រត់គេចមិនរួចពីក្រុមពងសត្វទាំងនេះទេប៉ុន្តែគាត់មិនទាន់អស់សង្ឃឹមឡើយគាត់សុខចិត្តឲ្យសត្វទាំងនោះស៊ីគាត់ប៉ុន្តែគាត់ស្រដីថាបើល្អអាំងខ្លួនខ្ញុំសិនធ្វើយ៉ាងនេះទើបមានរសជាតិឆ្ងាញ់ឮដូចនោះពួកសត្វនាំគ្នាបង្កាត់ភ្លើងអាំងគាត់អូសត្រូវខ្លាយជាផេះសិនមុនពេលដាក់ខ្ញុំអាំងហើយខ្ញុំនឹងឆ្អិនមួយរំពេកដូនចាស់និយាយដោយសង្ឃឹមថាអាចពន្យល់ពេលឲ្យបានយូរបន្តិចទីបញ្ចប់ពេលអូសខ្លាយជាផេះហើយដូនចាស់យកថ្មមួយដុំមកដាក់កណ្ដាលភ្នក់ភ្លើងរួចក៏អង្គុយពីលើវាគិតថាចំណីរបស់គាត់មុខជាបានឆ្អិនខឿនពេលឆាប់នោះសត្វទាំងអស់ក៏បិទភ្នែកហើយសូត្រធម៌តាមទំនៀមទម្លាប់ភ្លាមនោះដូនចាស់ក្តាប់ភែកមួយដៃរួចបាតចំមុខសត្វទាំងនោះភឿឲ្យពួកវាមើលអ្វីមិនឃើញគាត់ក៏រត់ចេញពីក្នុងព្រៃហើយបានរួចខ្លួនមុនពេលពួកវាអាចបើកភ្នែកមើលវិញបានរឿងពូច័ន្ទនិងខ្លាកាលពីព្រេងនាយនៅក្នុងភូមិតូចមួយជិតព្រៃក្រាស់មានកសិករវ័យកណ្ដាលម្នាក់ឈ្មោះច័ន្ទគាត់ជាមនុស្សសាមញ្ញក្រីក្រប៉ុន្តែជាមនុស្សដែលមានចិត្តតស៊ូនិងក្លាហានជារៀងរាល់ថ្ងៃពូច័ន្ទតែងតែទៅស្រែពីព្រឹកព្រលឹមដាំស្រូវពោតនិងបន្លែផ្សេងដើម្បីចិញ្ចឹមប្រពន្ធនិងកូនតូច2នាក់ទោះជាជីវិតលំបាកយ៉ាងណាក៏គាត់មិនដែលបោះបង់ការខិតខំរបស់គាត់ឡើយនៅជិតភូមិនោះមានព្រៃធំមួយដែលមនុស្សគ្រប់គ្នាតែងមានភាពភ័យខ្លាចព្រោះក្នុងព្រៃនោះមានសត្វខ្លាធំមួយកំពុងរស់នៅខ្លានោះមានចិត្តសាហាវខូខើវាយប្រហារសត្វនិងមនុស្សដោយគ្មានមេត្តាឡើយសត្វចិញ្ចឹមរបស់អ្នកភូមិជាច្រើនត្រូវបានខ្លាចាប់ស៊ីហើយមនុស្សមិនហ៊ានចូលព្រៃឬធ្វើស្រែក្បែរព្រៃនោះទៀតទេថ្ងៃមួយខណៈច័ន្ទកំពុងធ្វើស្រែក្បែរព្រៃស្រាប់តែខ្លាកំណាចនោះវាបានចេញមកហើយស្រែកគំហុកយ៉ាងខ្លាំងហើយវានិយាយថាចាប់ពីថ្ងៃនេះទៅអ្នកភូមិទាំងអស់ត្រូវយកសត្វឬអាហារមកឲ្យអញរាល់ថ្ងៃបើមិនដូច្នោះទេអញនឹងស៊ីទាំងមនុស្សទៀតអ្នកភូមិទាំងអស់ភ័យស្លន់ស្លោរត់ទៅលាក់ខ្លួននៅក្នុងផ្ទះបាត់អស់តែច័ន្ទវិញឈរយ៉ាងស្ងប់ស្ងាត់
ตัวใบจัดภัยก็ได้กอดกึดทาประสันบาเกมันถือเอาไว้ซะภูมินี้นึงมันบานศกไล่โดยเฉพาะกอดสำหรับจัดปลาปรัชญานึ่งพีบคลาหานดำไปประชอมมุกหนึ่งคลาสหาวนุทนายมวยจันบานปรับเนี่ยภูมิท้าบ้องปอนแต่งออกเนี้ยថ្ងៃនេះខ្ញុំនឹងចូលព្រៃទៅកំចាត់ខ្លាជំងាតនោះហើយមនុស្សទាំងអស់ព្យាយាមហាមគាត់ប៉ុន្តែច័ន្ទនិយាយថាបើគ្មានអ្នកណាក្លាហានទេភូមិនេះនឹងវិនាសនៅថ្ងៃណាមួយជាពុំខានទេថ្ងៃបន្ទាប់ច័ន្ទយកតែឈើចាស់មួយនិងខ្សែមួយស្រឡាយរួចឲ្យដើរចូលព្រៃតែម្នាក់ឯងពេលជួបខ្លាវាអស់សំណោចណាស់ព្រោះឃើញច័ន្ទមកតែម្នាក់ឯងហើយវាក៏បានត្រៀមវាយប្រហាររួចជាស្រេចច័ន្ទមិនរត់ទេគាត់និយាយមួយថាខ្លាធំអើយឃីងដឹងថាអ្នកខ្លាំងប៉ុន្តែភាពខ្លាំងមិនមានតម្លៃទេបើគ្មានប្រាជ្ញាបើអ្នកចង់ស៊ីមនុស្សអ្នកនឹងត្រូវគេបំផ្លាញនៅថ្ងៃណាមួយជាពុំខានឡើយខ្លាសើចចំអកហើយនិយាយថាអាកសិករក្រីក្រតើឯងសំអាងអីបានមកប្រដៅអញឯងអាចធ្វើអីអញបានច័ន្ទឆ្លើយថាបើអ្នកមិនជឿខ្ញុំមានល្បែងមួយបើអ្នកឈ្នះអ្នកភូមិនឹងគោរពអ្នកជារៀងរាល់ថ្ងៃបើអ្នកច័ន្ទអ្នកត្រូវចាកចេញពីព្រៃនេះជារៀងរហូតខ្លាយល់ព្រមតាមសម្ដីរបស់ច័ន្ទបានយកខ្សែចងជាមួយមែកឈើពុកធំមួយហើយនិយាយថាបើឯងធ្វើឲ្យខ្សែនេះដាច់បានឯងជាអ្នកឈ្នះខ្លាលួយអក្នុងចិត្តព្រោះឃើញខ្សែតូចមិនបង្អង់យូរខ្លាលោតទៅខំទាញខ្សែមែកឈើធំក៏បានបាក់ធ្លាក់សង្កត់លើខ្លារើពុំរួចខ្លាបានសុំចុះច័ន្ទហើយអង្វរឲ្យច័ន្ទជួយដោយក្តីអាណិតតែពុំទុកចិត្តខ្លាច័ន្ទក៏បានជួយខ្លាដោយដាក់មួយដំបងទៀតខ្លាក៏ស្លាប់បាត់ទៅចាប់ពីថ្ងៃនោះមកអ្នកភូមិរស់នៅដោយភាពសប្បាយរីករាយគំនិតអប់រំប្រាជ្ញាជាអាវុធដ៏មានប្រសិទ្ធភាពពីដើមកាលមកនៅក្នុងភូមិជនបទមួយជាប់នឹងទន្លេធំមានកសិករម្នាក់ឈ្មោះតាសុភាគាត់ជាមនុស្សសាមញ្ញស្លូតបូតស្មោះត្រង់និងមានចិត្តមេត្តាករុណាចំពោះមនុស្សនិងសត្វគ្រប់ប្រភេទជារៀងរាល់ថ្ងៃតាសុភាតែងចេញទៅវាលស្រែតាំងពីព្រលឹមទៅដាំស្រូវសម្អាតស្មៅនិងមើលថែរក្សាដំណាំផ្សេងៗរបស់គាត់ទោះបីថ្ងៃក្តៅឬភ្លៀងធ្លាក់ក៏ដោយគាត់មិនដាងត្អូញត្អែទេថ្ងៃមួយនៅចុងរដូវប្រាំងតាសុភាបានធ្វើការនឿយហត់ខ្លាំងហើយខណៈពេលដែលគាត់កំពុងតែដើរត្រឡប់មកផ្ទះវិញតាមបណ្ដោយទន្លេព្រះអាទិត្យកំពុងលិចខ្យល់ត្រជាក់បក់ល្វើយទឹកទន្លេហូរយឺតភ្លាមនោះគាត់ឮសំឡេងស្រែកសុំជំនួយវាដូចជាសំឡេងសត្វដែលកំពុងឈឺចាប់តាសុភាដើរទៅជិតក៏ប្រទះឃើញក្រពើធំមួយក្បាលជាប់គាំងនៅលើដីស្ងួតព្រោះទឹកទន្លេបានស្រកអស់ក្រពើនោះមើលទៅអស់កម្លាំងខាំងភ្នែកក្រហមហើយដកដង្ហើមធ្ងន់វានិយាយដោយសំឡេងគួរឲ្យអាណិតនិងខ្សោយថាសូមមេត្តាជួយខ្ញុំផងបើខ្ញុំមិនបានចូលទឹកវិញទេខ្ញុំនឹងស្លាប់ដោយកម្ដៅនិងការស្រែកទឹកជាពុំខានឡើយតាសុភាឈប់គិតមួយផ្លែតគាត់ដឹងថាក្រពើជាសត្វគ្រោះថ្នាក់អាចវាយប្រហារគាត់បានគ្រប់ពេលប៉ុន្តែដោយចិត្តមេត្តារបស់គាត់ហើយគាត់នឹកឃើញពាក្យឪពុកដែលធ្លាប់ប្រាប់ថាអ្នកមានចិត្តល្អគួរចេះជួយអ្នកដែលកំពុងរងទុក្ខលំបាកបើអាចជួយបានក្រោយពេលគិតយូរបន្តិចតាសុភាក៏បានសម្រេចចិត្តជួយសត្វក្រពើមួយក្បាលនោះគាត់បានប្រឹងលើកសត្វក្រពើនោះដាក់លើស្មាគាត់ហើយយកវាទៅដាក់ចូលក្នុងទឹកស្ទឹងវិញការជួយនោះវាពិបាកណាស់ព្រោះក្រពើនោះវាធ្ងន់និងធំចុងក្រោយក្រពើក៏បានចូលទៅក្នុងទឹកវិញតាសុភាមានអារម្មណ៍សប្បាយចិត្តហើយគិតថាគាត់បានធ្វើអំពើល្អមួយប៉ុន្តែភ្លាមនោះក្រពើវាបានហែលមកជិតគាត់ហើយនិយាយដោយសំឡេងដ៏កាចសាហាវថាឥឡូវនេះអញឃ្លានណាស់អញនឹងស៊ីតាឯងជាចំណីហើយតាសុភាភ័យខ្លាចខ្លាំង
ញ័រខ្លួនទាំងមូលនិងនិយាយថាខ្ញុំខំជួយអ្នកដោយចិត្តមេត្តាមិនគួរណាអ្នកមកចង់សម្លាប់ខ្ញុំធ្វើជាចំណីបែបនេះឡើយអ្នកគួរតែដឹងគុណខ្ញុំមិនមែនធ្វើអំពើអាក្រក់បែបនេះដាក់ខ្ញុំវិញទេក្រពើសើចហើយឆ្លើយថាក្នុងពិភពលោកនេះអ្នកខ្លាំងរស់អ្នកខ្សោយស្លាប់ការដឹងគុណមិនអាចជួយឲ្យអញរស់បានទេតាសុភាសូមឲ្យមានអ្នកទី3ជួយវិនិច្ឆ័យមុននឹងសម្រេចថាតើក្រពើអាចស៊ីគាត់បានឬអត់ក្រពើគិតថាវាគ្មានអ្វីខាតបង់ហើយក៏បានយល់ព្រមពួកគេទៅសួរដើមត្នោតមួយដើមត្នោតនិយាយថាមនុស្សកាប់ខ្ញុំយកខ្ញុំទៅធ្វើផ្ទះនិងដុតដោយមិនអរគុណដូច្នេះមនុស្សមិនសមទទួលការមេត្តាទេបន្ទាប់មកពួកគេសួរក្របីមួយក្របីនិយាយថាខ្ញុំធ្វើការទាញនឹងងល់អាយមនុស្សអស់មួយជីវិតចុងក្រោយគេក៏សម្លាប់ខ្ញុំមនុស្សមិនសូវដឹងគុណឡើយតាសុភាស្ទើរតែអស់សង្ឃឹមតែភ្លាមនោះមានទន្សាយឆ្លាតមួយដើរមកវាបានស្ដាប់ដឹងរឿងទាំងអស់និងនិយាយថាខ្ញុំមិនយល់ច្បាស់ទេតើក្រពើជាប់គាំងលើដីយ៉ាងដូចម្ដេចសូមបង្ហាញឲ្យខ្ញុំឃើញម្ដងទៀតមកក្រពើក៏ឡានទៅលើដីស្ងួតវិញដោយពៀដំបងភ្លាមនោះទន្សាយក៏សើចហើយនិយាយថាឥឡូវនេះឯងនៅលើដីមិននៅក្នុងទឹកទេដូច្នេះឯងមិនមានអំណាចអីធ្វើបាបគេបានទៀតហើយគេខំជួយមិនអរគុណគេបែរជាចង់ស៊ីគេជាចំណីទៀតអីចឹងឥឡូវនេះឯងរកវិធីវាចូលទៅក្នុងទឹកវិញទៅបើចង់រស់ទន្សាយបានប្រាប់តាសុភាឲ្យត្រឡប់ទៅផ្ទះវិញចំណែកឯក្រពើក៏នៅជាប់គាំងលើដីស្ងួតវិញនិងមានការស្ដាយក្រោយយ៉ាងខ្លាំងចំពោះអំពើអាក្រក់របស់ខ្លួនគំនិតអប់រំការមេត្តាករុណាគឺជាគុណធម៌ល្អប៉ុន្តែត្រូវភ្ជាប់ជាមួយនឹងប្រាជ្ញាជួយអ្នកដទៃគួរតែគិតនិងប្រុងប្រយ័ត្នព្រោះពេលខ្លះវានាំគ្រោះថ្នាក់ឲ្យយើងវិញពីដើមមានបុរសម្នាក់ចេះចាក់ស្មុគបុរសនោះចង់បានខ្ញុំប្រាក៏ឡើងទៅចាក់ស្មុគលើចុងត្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុគបាន1លក់បាន10សេនបើចាក់ស្មុគបាន1000នឹងលក់ទៅបាន100រៀលរួចអញលួសមនុស្សប្រាបើប្រាមិនបានដូចចិត្តអញនឹងធាក់វាយវាបុរសនោះមិនគ្រាន់តែគិតក្នុងចិត្តក៏ងាដៃលើកទាំងជើងធាក់ធៀងត្នោតក៏របូតខ្លួនធ្លាក់ពីលើចុងត្នោតតែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់ក៏នៅតែកតោកដូចជាគេព្យួរគ្រានោះមានត្រម៉ាក់ដំរីម្នាក់ជីដំរីមកជិតនោះបុរសនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតត្រម៉ាក់ដំរីឮហើយមានចិត្តត្រេកអរបរដំរីចូលទៅដល់ក្រោមដើមត្នោតឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ដូចជាអង្រួនខ្នងដំរីនោះដំរីក៏ដើរទៅត្រម៉ាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះគ្រានោះមានមនុស្សតំប៉ែក4នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមដើមត្នោតនោះត្រម៉ាក់ដំរីនិងបុរសចាក់ស្មុគស្រែកថាបើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះខ្ញុំទាំង2នាក់សុខចិត្តទៅនៅបម្រើលោកអស់មួយជីវិតតំប៉ែកទាំង4នាក់នោះឮហើយត្រេកអរណាស់គិតថាបានដោយសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4នាក់នឹងជួយអ្នកឲ្យរួចតំប៉ែកទាំង4ឈរក្រោមដើមត្នោតយកសម្ពុតចងកខ្វែងទល់មុខគ្នាជា4ជ្រុងហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគនិងត្រម៉ាក់ដំរីថាចូលអ្នកទាំង2នាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះបុរសចាក់ស្មុគនិងត្រម៉ាក់ដំរីទម្លាក់ខ្លួនទាំង2នាក់មកលើសម្ពុតដែលបុរសតំប៉ែកទាំង4នាក់ចងនោះដូចជាគេទាញសម្ពុតជាប់នឹងកតំប៉ែកទាំង4ជុលក្បាលគ្នាស្លាប់ទាំង4នាក់ទៅឯត្រម៉ាក់ដំរីនិងបុរសចាក់ស្មុគឃើញតំប៉ែកទាំង4នាក់ស្លាប់ដូច្នោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដិតឲ្យបានសុខយើងទាំង2នាក់នឹងនៅបម្រើយាយទាល់អស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចំការឯព្រៃហើយនិយាយថាបើដូច្នោះអ្នកទៅយកខ្មោចទាំង4នោះមកដាក់ក្នុងផ្ទះចងរុំឲ្យស្រេច
រួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះមកគាត់ស្រែកយំអ្នកស្រុកសួរគាត់ប្រាប់ថាប្តីគាត់ស្លាប់អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថាសូមអ្នកទាំងអស់ដុតធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់លុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថាប្តីគាត់ទៅផ្ទះទៀតហើយអ្នកស្រុកក៏ទៅយកមកដុតទៀតលុះដុតទៅគម្រប់4លើកទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចំការមានខ្លួននោះប្រឡាក់សុទ្ធតែថយងពួកអ្នកស្រុកឃើញក៏នាំគ្នាដេញចាប់តាចាស់នោះយកទៅដុតយ៉ាងរស់ឲ្យស្លាប់ទៅ